ស្សនៈអប់រំជីវិតរបស់ខុងជឺខុងជឺមានឈ្មោះថាជឺជាមនុស្សរត់លូជាវាគ្មិនអ្នកគិតអ្នកស្រាវជ្រាវនិងជាអ្នកអប់រំដ៏ល្បីឈ្មោះបំផុតនៅយុគសម័យឈុនឈីវនិងជាអ្នកតាំងសំណាក់យោជាឬសំណាក់ទស្សនវិជ្ជាខុងជឺនឹងឯងខុងជឺបានទទួលការលើកតម្កើងថាជាបរមព្រឹទ្ធាចារ្យអ្នកមានសុជីវធម៌ខ្ពង់ខ្ពស់បំផុតខុងជឺបានប្រកាសខ្លួនជាគ្រូបង្រៀនកាលអាយុ30ឆ្នាំហើយចាប់ផ្ដើមផ្ទេរចំណេះដឹងឲ្យដល់កូនសិស្សយ៉ាងយកចិត្តទុកដាក់គ្មានរុញរាគាត់បានផ្លាស់ប្ដូរមុខមាត់ប្រព័ន្ធការសិក្សានាសម័យនោះដោយបានទម្លាយរនាំងទំនៀមទម្លាប់ការបង្ហាត់បង្រៀនដែលកំណត់ឲ្យមានតែក្នុងព្រះរាជវាំងហើយធ្វើឲ្យប្រជាជនយកចិត្តទុកដាក់ក្នុងការសិក្សានិងការរក្សាវប្បធម៌កាន់តែខ្លាំងឡើងខុងជឺអប់រំសង្កត់ធ្ងន់ក្នុងរឿងមេត្តាធម៌យុត្តិធម៌ហើយនិងទំនៀមទម្លាប់ប្រពៃណីពាក្យព្រានប្រដៅរបស់ខុងជឺជារបស់មានតម្លៃនិងស្រស់ស្អាតក្រៃលែងទស្សនៈរបស់ខុងជឺបានក្លាយជាខ្លឹមសារសំខាន់នៅក្នុងវប្បធម៌ចិនព្រមទាំងមានឥទ្ធិពលសំខាន់ទៅលើគំនិតនៃជនជាតិចិនខុងជឺបានប្រមូលចងក្រងពិធីកម្មបុរាណបទភ្លេងតម្រាបុរាណព្រមទាំងលំដាប់ហេតុការណ៍ផ្សេងៗដែលបានកើតឡើងដើម្បីបង្ហាត់បង្រៀនកូនសិស្សនៅតាមតំបន់ទន្លេស៊ូនិងទន្លេស៊ីក្រោយមកទៀតខុងជឺបានធ្លាក់ខ្លួនឈឺធ្ងន់ហើយ7ថ្ងៃបន្ទាប់គាត់បានលាចាកលោកក្នុងជន្មាយុ73ឆ្នាំអំណាចដែលប្រះចាកហេតុផលគឺជាអំណាចរបស់ជនពាលអំណាចដែលប្រះចាកសេចក្តីមេត្តាគឺជាអំណាចដែលនាំមកនៅបរាជ័យបណ្ឌិតគិតថាធ្វើយ៉ាងណាទេខ្លួនអាចមានគុណធម៌ចម្រើនឡើងបានចំណែកជនពាលគិតថាធ្វើដូចម្ដេចទើបធ្វើឲ្យខ្លួនមានជីវិតការរស់នៅហ៊ឺហាឡើងដោយមិនគិតនឹកដល់គុណធម៌ឡើយការសិក្សាស្រាវជ្រាវបើមាននិន្នាការជ្រុលនិយមនិងថាឆ្វេងឬស្ដាំក៏មានតែផលអាក្រក់ប៉ុណ្ណោះកិត្តិយសរមែងកើតមកពីការប្រព្រឹត្តអំពើសុចរិតការមានជីវិតរស់នៅដ៏យូរអង្វែងមិនមែនជារឿងសំខាន់ហើយរឿងដែលសំខាន់គឺការមានជីវិតរស់នៅដូចម្ដេចកុំដេញសុនខឲ្យចាលច្រកកុំគៀងមនុស្សឲ្យចាលមុំមនុស្សដែលមានជីវិតរស់នៅមិនទាន់ចេះគោរពប្រណិប័តផងនិងគោរពប្រណិប័តសែនទេវតាហើយនឹងខ្មោចដូចម្ដេចនឹងបានទៅរបស់ដែលរឹងបំផុតអាចយកឈ្នះបានដោយរបស់ដែលទន់បំផុតមនុស្សដែលស្គាល់អ្នកដទៃជាមនុស្សឆ្លាតហើយស្គាល់ខ្លួនឯងជាមនុស្សមានសតិបើស្រឡាញ់គេមិនផ្ដល់កម្លាំងចិត្តដល់គេបានដែរឬបើស្មោះត្រង់ចំពោះគេមិនដាស់តឿនព្រានប្រដៅគេបានដែរឬមិត្តដែលស្មោះត្រង់មិត្តដែលមានការទទួលខុសត្រូវមិត្តដែលមានចំណេះដឹងមិត្តទាំង3ប្រភេទនេះមានប្រយោជន៍ចំពោះយើងអ្នកសិក្សាសម័យមុនសិក្សាដើម្បីឲ្យខ្លួនបានទទួលជោគជ័យក្នុងការសិក្សាអ្នកសិក្សាក្នុងសម័យបច្ចុប្បន្នសិក្សាដើម្បីបុគ្គលដទៃដឹងថាខ្លួនមានការសិក្សារឿងដែលអ្នកមិនចង់ឲ្យបុគ្គលដទៃធ្វើចំពោះអ្នកក៏មិនគួរធ្វើរឿងនោះចំពោះអ្នកដទៃ